alone but not lonely ការដែលយើងធ្វើអីម្នាក់ឯង doing thing alone គឺវាផ្ដល់អត្ថប្រយោជន៍មកយើងច្រើនមែនតើដូចជាខ្ញុំផ្ទាល់ការដំបូងដែលខ្ញុំ start ធ្វើអីខ្លួនឯងហ្នឹងគឺខ្ញុំចេញទៅក្រៅម្នាក់ឯងខ្ញុំអាចទៅញ៉ាំកាហ្វេម្នាក់ឯងបានខ្ញុំអាចទៅ movie ម្នាក់ឯងបានហើយ step បន្ទាប់ដែលខ្ញុំ grow ពី doing little thing alone ហ្នឹងគឺខ្ញុំអាច join event ហើយ join project ផ្សេងៗបានម្នាក់ឯង alone ប៉ុន្តែនៅពេលដែលខ្ញុំទៅដល់ project ឬក៏ event ហ្នឹងយើងមិន alone ទេយើងក៏ជាមាន team ដើម្បីធ្វើ project មួយឯងប៉ុន្តែអីដែលខ្ញុំចង់ focus ហ្នឹងនៅពេលដែលយើង start ដើរទៅកាន់ project ហ្នឹងគឺយើងដើរទៅម្នាក់ឯងឯងអញ្ចឹងតែយើងមាន confidence គ្រប់គ្រាន់ដើម្បីដើរទៅម្នាក់ឯងឯង experience ខ្ញុំតនៅពេលដែលខ្ញុំចាប់ដើមចូលរួម project ឬចូលរួម event ផ្សេងៗដើរម្នាក់ឯងបានគឺខ្ញុំចាប់ដើមមាន confidence ជាងមុនហើយគឺការ make decision របស់ខ្ញុំហ្នឹងគឺ confident ហើយ independent ជាងមុនច្រើនខ្ញុំអាច make decision ដែលខ្លួនឯងបានថាអ្វីដែលខ្ញុំចូលចិត្តអ្វីដែលខ្ញុំអត់ចូលចិត្តហើយខ្ញុំគួរដាក់លើនឹងឬអត់ដែលខ្ញុំបាច់ចាំបាច់ confirm ពីអ្នកគេប្រាប់ខ្ញុំថា you can do it នឹងឲ្យខ្ញុំធ្វើអញ្ចឹងបានមានថាការ make decision របស់ខ្ញុំគឺខ្ញុំអត់ចាំបាច់ confirm ពីអ្នកគេទេបើមិនជារឿងហ្នឹងល្អដូចជាខ្ញុំចង់ join project មួយហើយវាអភិវឌ្ឍដល់ខ្លួនខ្ញុំតើខ្ញុំគួរ join project នោះអត់អញ្ចឹងខ្ញុំអត់ចាំបាច់ត្រូវការ confirm ពីអ្នកគេថាអូអញ្ចឹងអញ្ចឹងjoin ខ្ញុំអត់ត្រូវការ decision ឬក៏ពីអ្នកគេដើម្បីមក confirm ខ្លួនខ្ញុំទេ